មកសិមរៀបនេះទទួលបានអារម្មណ៍ប្លែកមែនតើ Hello សួស្ដីប្រុសស្អាត Hello អ្នកសិមរៀបចាំផឹកឡើងគឺ get up ហើយគឺទៅហាត់ប្រាណអ្នកទាំងអស់គ្នាហើយក៏មានបងប្អូនជាច្រើនតែសួរខ្ញុំថានៅពេលមកសិមរៀបឲ្យខ្ញុំ recommend កន្លែងគេងគឺខ្ញុំ recommend កន្លែងគេងមួយគឺ Lobby អ្នកខ្ញុំជាមួយពួកម៉ាក់ខ្ញុំតែមកគេងនៅ Lobby អ្នកទាំងអស់គ្នាដោយសារតែ vibe បែបលក្ខណៈបរទេសតាមយុវវ័យដូចយើងអញ្ចឹងអាចមកគេងនៅនេះបានអ្នកទាំងអស់គ្នា Lobby គឺគេមានដមមានកន្ទប់ private មាន meeting room ទាំងគ្រួសារទាំងពួកម៉ាក់អីគឺអាចមកគេងនៅនឹងបានហើយចំណែកតម្លៃគឺធូរថ្លៃគឺសមរម្យហើយកន្ទប់វិញគឺស្អាតអ្នកទាំងអស់គ្នាហើយបើនិយាយពី vibe បរទេសប្រាំងអីគឺស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាអើយគេមានជាមួយនឹងម្ហូបខ្មែរម្ហូបបរទេសអ្នកទាំងអស់គ្នាអាចមកនិយាយទៅគឺមកអតែហ្នឹងគឺមានគ្រប់សពបែបយ៉ាងហ្មងសូមនិយាយបានថានៅខេត្តសៀមរាបគឺជាខេត្តមួយដែលខ្ញុំអាចមកដើរលេងម្នាក់ឯងក៏បានមានគ្នាក៏បានជាខេត្តមួយដែលខ្ញុំអាចមាន activity អីធ្វើច្រើនមែនតើអ្នកទាំងអស់គ្នាជាដើមអញ្ចឹងនៅពេលដែលល្ងាចឡើងថ្ងៃឡើងគឺគេមាន swimming pool មានម្ហូបមានអាហារមានទ្រីងអ្នកទាំងអស់គ្នាអាចនៅតែអតែហ្នឹងក៏បានបើចង់ទៅក្រៅណាក៏បានដែរមានប្រាំងស្អាតក្មេងៗយុវវ័យហ្មងជប់ឡើងក៏គេមានគេចាប់នាំយើងទៅដើរលេងនៅផាប់នៅបាយដែលជាក្រុមអីចឹងអ្នកនរគ្នាមួយបរទេសមួយខ្មែរយើងអីចឹងសប្បាយអ្នកនរគ្នាគឺគេមាន activity ច្រើនមែនតើគឺនៅ Lobby ហ្នឹងទីតាំងវិញគឺនៅកណ្ដាលក្រុងតែម្ដងអ្នកនរគ្នាចំណាយពេលតែ5នាទីដើរទៅដល់ pub station មានតាំងពី parking ឡាន parking ម៉ូតូអ្នកនរគ្នាសុវត្ថិភាពអនាម័យហើយជាពិសេសម្ហូបឆ្ងាញ់ៗ cocktail វិញគឺដាក់មកគឺមានអារម្មណ៍ល្អហ្មងអ្នកនរគ្នាមើលទៅក្នុង footage ក្នុងវីដេអូហ្នឹងថាអារម្មណ៍ល្អឬក៏មិនល្អអ្នកនរគ្នានេះអា cocktail កៅធំហ្នឹងណាឆ្ងាញ់សាហាវហ្មង